ដំណឹងល្អចូលមកជាបន្តបន្ទាប់កម្ពុជាយើងរាប់អានមិត្តបានកាន់តែច្រើនដោយនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នេះយើងឃើញថាប្រទេសកូរ៉េខាងត្បូងបានផ្ដល់ជំនួយមកដល់កម្ពុជារហូតទៅដល់$50,000អាមេរិកឯណោះបងប្អូនតាមរយៈអង្គការ UNICEF ដោយនេះជាជំនួយមនុស្សធម៌បាទជួយដល់កម្ពុជាដោយសារតែការឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជាយើងគឺជួយដល់ជនភៀសសឹកកម្ពុជាតែម្ដងបងប្អូនបន្ទាប់ពីមានការយល់ខុសមកលើកម្ពុជាព្រោះតែរបាយការណ៍បោកប្រាស់របស់ប្រទេសថៃនេះឯងបងប្អូនអញ្ចឹងកន្លងទៅថៃលៀបពណ៌យើងខ្លាំងមែនទែនរហូតដល់បាទកូរ៉េខាងត្បូងមានការសង្ស័យក៏ដូចជាបញ្ចេញសារពាក់ព័ន្ធនឹងកម្ពុជាហើយថ្ងៃនេះផងដែរយើងឃើញថាទូតជប៉ុនបងប្អូនទូតជប៉ុននិងអង្គការបៀងអាហារពិភពលោកក៏បានផ្ដល់ជាជំនួយ$1,000,000អាមេរិកដល់កម្ពុជាយើងផងដែរបងប្អូនបាទហើយជប៉ុនថ្មីនេះទើបតែ2-3ថ្ងៃមុននេះទេបងប្អូនក៏បានផ្ដល់ជំនួយមកឲ្យកម្ពុជាយើង$50,000ដោយកូរ៉េខាងត្បូងផ្ដល់ជំនួយនៅថ្ងៃនេះដែរគឺជាជំនួយមនុស្សធម៌បាទជួយដល់ជនភៀសសឹករបស់កម្ពុជាយើងដែលរងគ្រោះដោយសារថៃឈ្លានពានយ៉ាងកំរោលចូលបាទអញ្ចឹងកម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃមានតែការរាប់អានមិត្តមានតែការសម្ដែងនៅភាពស្មោះត្រង់របស់យើងបាទទើបអន្តរជាតិមើលឃើញអំពីការពិតជាក់ស្ដែងតែម្ដងបងប្អូនមិនមែនដូចប្រទេសថៃទេបងប្អូនប្រឹងប្រែងរៀបចំសេនាយោរៀបចំរឿងរ៉ាវឈុតឆាកបាទបោកប្រាស់ភ្នែកអន្តរជាតិប៉ុន្តែអត់មានអ្នកណាគេជឿទេបាទថ្ងៃនេះយើងឃើញថាបងធំអាស៊ានឬក៏ប្រធានអាស៊ានបដូវវេនប្រទេសហ្វីលីពីនបងប្អូនគឺបានបញ្ជូនមេតបធំមកជួបកម្ពុជាហើយក៏បានប្រកាសផងដែរដោយមេតបធំថាត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដឹកនាំ AOT បាទដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងថៃដោយអព្យាក្រឹតបំផុតបាទនេះជាសម្ដីឬក៏ប្រសាសន៍របស់មេតបធំរបស់ហ្វីលីពីនបងប្អូននាំមកសន្តិភាពយូរអង្វែងមកវិញមេតបរបស់ហ្វីលីពីននឹងចុះពិនិត្យបាទជាក់ស្ដែងនៅស្ថានភាពព្រំដែនរវាងកម្ពុជានិងថៃបាទគឺនៅខាងទិសខេត្តបន្ទាយមានជ័យនេះជាការសន្យាក៏ដូចជាសកម្មភាពរបស់ប្រធានអាស៊ានដែលបដូរវេនពីម៉ាឡេស៊ីចូលហ្វីលីពីនបងប្អូនអញ្ចឹងគេសន្យាហើយថានឹងនាំសន្តិភាពយូរអង្វែងមកឲ្យកម្ពុជានិងថៃយើងសង្ឃឹមថាដូចអ្វីដែលជាពាក្យសន្យាបាទពាក្យនិយាយរបស់បាទលោកមេតបធំហ្វីលីពីនទៅចោះបងប្អូនហើយសង្ឃឹមថាហ្វីលីពីននឹងបញ្ចេញអំណាចជាប្រធានអាស៊ានដើម្បីជួយកម្ពុជាយើងឲ្យអស់ពីសមត្ថភាពរបស់ខ្លួនទៅចោះចំណែកឯងាកទៅមើលខាងប្រទេសថៃឯណោះវិញបងប្អូននាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មីអនុទានចានវរៈគុលនឹងក៏បានបញ្ជាក់សារជាថ្មីទៀតហើយតាក់ទងទៅនឹងរឿងដែលត្រូវធ្វើរបងព្រំដែនជាមួយនឹងកម្ពុជានិងរឿងលុប MOU 44ឬ MOU 2001បាទដោយប្រកាសថាมันមានការរងចាំទៀតទេបងប្អូនបាទប្រទេសនេះគឺទាំងប៉ីនិងត្រូមែនបងប្អូនបាទពូជសាសនេះអនុទានចាមរកូលបានប្រាប់ពលរដ្ឋថៃគេថានឹងធ្វើរបងព្រំដែនជាមួយនឹងកម្ពុជាបាទព្រោះបានទទួលថវិកាពីមហាក្សត្ររបស់ខ្លួនហើយបងប្អូនបាទគឺមហាក្សត្ររីមីទី10ហ្នឹងឯងនេះគេប្រកាសជាសាធារណៈតែម្ដងថាទទួលបានលុយពីបាទស្ដេចថៃដើម្បីធ្វើរបងព្រំដែនបងប្អូនដូច្នេះបងប្អូនថៃមួយថ្ងៃគឺនឹករកតែវិធីសាស្ត្រតាក់ទងទៅនឹងបញ្ហាព្រំដែនរករឿងនៅព្រំដែនហ្នឹងឯងបងប្អូនដោយលោកអនុទានច័ន្ទវរៈគុលនឹងគេបានបញ្ជាក់ទៀតថាកងទ័ពថៃនឹងចាប់ផ្ដើមធ្វើរបងព្រំដែនបាទរវាងកម្ពុជានិងថៃភ្លាមនៅតំបន់មួយចំនួនដោយពលរដ្ឋមិនបាច់មានការព្រួយបារម្ភអំពីថវិកាធ្វើរបងនោះទេបាទព្រមមានបាទស្ដេចជាខ្នងបងឯកហើយពីព្រោះរដ្ឋាភិបាលថៃមានថវិកាគ្រប់គ្រាន់ដែលទទួលបានពីការបរិច្ចាគនិងថវិការបស់រាជវាំងបាទដោយសារតែព្រះរាជវង្សគ្រប់ព្រះអង្គបាទបារម្ភអំពីស្ថានភាពព្រំដែនមានន័យថាបាទពូជរបស់រាមាទី10មួយពូជតែម្ដងបងប្អូនគឺបារម្ភអំពីស្ថានភាពព្រំដែនតែនេះមិនមែនបារម្ភទេបងប្អូនបាទគឺស្រេកឃ្លានទឹកដីកម្ពុជាបាទស្រេកឃ្លាននៅអ្វីដែលមិនមែនជារបស់ខ្លួនឯងបងប្អូនមានន័យថាគឺបាទឧបត្ថម្ភលុយគ្រប់គ្នាតែម្ដងដើម្បីចូលគ្នាធ្វើបាទរបងព្រំដែនដោយសារតែឥឡូវនេះជាឱកាសដែលថៃបានដណ្ដើមទឹកដីមួយចំនួនពីកម្ពុជាបានប៉ុន្តែមិនមែនស្របច្បាប់ទេបងប្អូនគឺខុសច្បាប់អញ្ចឹងបាទរាជវង្សរបស់ស្ដេចថៃហ្នឹងគឺបាទឆ្លៀតឱកាសនេះបាទប្រមូលលុយគ្នាដើម្បីបាទចង់ធ្វើរបងព្រំដែននៅបាទរវាងកម្ពុជានិងថៃនេះពេលនេះបាទมันអាចទៅរួចទេបងប្អូនបាទយើងមានច្បាប់យើងមានទម្លាប់បាទហើយកម្ពុជាយើងក៏មិនទទួលស្គាល់នៅអ្វីដែលថៃប្រើប្រាស់កម្លាំងមកឈ្លានពាននោះដែរបាទទោះបីជាថៃអាចធ្វើរបងនៅព្រំដែនពេលនេះក៏មិនប្រកាសថាទឹកដីនោះ
ជារបស់ថៃតកូនតចៅចំនួនក្រោយទៀតដែរបងប្អូនបាទมันអាចទៅរួចទេទឹកដីខ្មែរជាទឹកដីខ្មែរបាទយើងមានច្បាប់យើងមានទម្លាប់បាទយើងជឿជាក់លើប្រមុខថ្នាក់ដឹកនាំរបស់យើងចោះលោកធ្លាប់បានប្រកាសថ្មីនេះតែម្ដងអំពីបាទវិធីសាស្ត្រក្នុងការដោះស្រាយរបស់លោកគឺសម្ដេចសូមលាក់សិនបងប្អូនបាទសូមលាក់សិនដោយសារតែក្នុងកលៈទេសៈនេះយើងមិនអាចប្រាប់លំអិតបានទេបាទធម្មតាទេតែយើងចង់ចាប់ចោលយើងមិនអាចប្រកាសថាយើងទៅចាប់ចោលទេបើយើងប្រកាសគេនឹងផ្អើលភ័យអស់ហើយបងប្អូនបាទចោលនឹងវារត់អស់ហើយចោលក៏វាមិនដែលទទួលស្គាល់ថាខ្លួនឯងជាចោលដែរបងប្អូនបាទនេះខ្ញុំនិយាយឲ្យបងប្អូនទាំងអស់គ្នាស្រួលស្ដាប់បងប្អូនដើម្បីឲ្យងាយយល់ទាំងអស់គ្នាទូទាំងប្រទេសថៃនាពេលនេះបងប្អូនបាទទាំងថ្នាក់ដឹកនាំទាំងខ្សែរាជវង្សគឺគិតតែពីរឿងស្រេកឃ្លានទឹកដីកម្ពុជានឹងឯងបងប្អូនរហូតដល់ឥឡូវនេះវិនិយោគិនជប៉ុនឬក៏បាទអ្នកដែលរកស៊ីជប៉ុនជនជាតិជប៉ុនរកស៊ីនៅក្នុងស្រុកថៃបងប្អូនឥឡូវនេះគឺនឹងប្រកាសថានឹងរើចេញទៅប្រទេសវៀតណាមនិងប្រទេសកម្ពុជាយើងវិញបាទដោយសារនយោបាយនៅក្នុងប្រទេសថៃនឹងគឺវាច្បុកច្បល់ខ្លាំងណាស់បងប្អូនបាទច្បុកច្បល់ខ្លាំងណាស់ហើយព័ត៌មាននេះទើបតែប្រកាសថ្ងៃទី12បាទខែកុម្ភៈ2026នេះតែម្ដងបងប្អូនបាទមានន័យថានៅក្នុងប្រទេសថៃសប្តាហ៍ថ្ងៃនេះគឺវិនិយោគិនជប៉ុនឬក៏អ្នករកស៊ីជប៉ុននិងចិនគឺរកស៊ីច្រើនបំផុតនៅក្នុងស្រុកថៃបងប្អូនបាទពីរនេះគឺលំដាប់ជួរមុខតែម្ដងអញ្ចឹងឥឡូវនេះជប៉ុនប្រកាសហើយបាទអ្នករកស៊ីជប៉ុនប្រកាសថានឹងដកខ្លួនចេញពីស្រុកថៃហើយដោយសារតែថ្នាក់ដឹកនាំរញ៉េរញ៉ៃណាស់ជាក់ស្ដែងយើងមើលតាការបោះឆ្នោតទៅបងប្អូនបាទមានការបាតកម្មពេញបាទប្រទេសតែម្ដងច្បុកច្បល់រង្គោះរង្គើតែម្ដងអនុទានស្ទើរតែឈោមិនជាប់នៅតំណែងនាយករដ្ឋមន្ត្រីទៅហើយធម្មតាទេបងប្អូនបាទអ្នករកស៊ីគេមើលតែបញ្ហាសេដ្ឋកិច្ចបើនឹងណូល្អបាទគេនឹងរកស៊ីដោយសារតែធម្មតាទេតែសេដ្ឋកិច្ចបាទវារៀងរង្គោះរង្គើឬក៏ច្បុកច្បល់គឺគេមិនចង់រកស៊ីជាមួយទេបាទឈឺក្បាលបាទរញ៉េរញ៉ៃណាស់នៅចិនមួយទៀតបងប្អូនបាទនៅចិនមួយទៀតដោយបាទចិនប្រហែលជាអាចខឹងខ្លះដែរដោយសារតែទើបតែថ្មីនេះទេបងប្អូនបាទកាន់ចំផលាំងឌឺចិននៅតំបន់ថ្មដាបងប្អូនបាទជាឃើញហើយព័ត៌មាននេះគឺបាទវាមើងងាយដល់ចិនដល់ជនជាតិចិនដល់វិនិយោគិនចិនខ្លាំងណាស់បងប្អូនបាទវាឌឺដងបាទពេញនឹងតែម្ដងបង្ហាញអំពីបាទចរិតក្មេងខ្ចីតែម្ដងក្នុងការរស់នៅក្នុងសង្គមឬក៏ក្នុងការធ្វើនយោបាយរបស់បាទប្រទេសថៃនេះអញ្ចឹងសង្ឃឹមថាចិនអាចនឹងបាទងាកចេញមកពីប្រទេសថៃបាទចេញទៅបាទគម្រោងស៊ីនៅក្នុងស្រុកថៃតទៅទៀតអីអានេះវាជារឿងធម្មតាទេដោយសារតែនយោបាយថៃកំពុងតែច្បុកច្បល់រហូតគេដាក់ឈ្មោះថា Six Man of Asia ហើយបងប្អូនបាទមនុស្សឈឺនៅក្នុងតំបន់អាស៊ីហើយគឺវាអស់កែហើយបងប្អូនបាទហើយនៅថ្ងៃទី12ខែកុម្ភៈនេះយើងឃើញថាអនុទានច័ន្ទវរៈគុលនឹងក៏បាននិយាយផងដែរអំពីការអនុម័តសម្រាប់ការទិញសភាវុធនិងសម្ភារៈយោធាដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ថៃបងប្អូនបាទនៅក្នុងវិមានរដ្ឋាភិបាលរបស់ថៃលោកក៏បានផ្ដល់បទសម្ភាសន៍ទាក់ទងទៅនឹងការសាងសង់របងព្រំដែនជាមួយនឹងប្រទេសកម្ពុជាកំពុងនឹងរៀបចំដំណើរការហើយបាទកំពុងនឹងរៀបចំដំណើរការហើយក្នុងការធ្វើរបងនេះហើយអត់មានគិតអីក្រៅពីការទិញសភាវុធទិញសម្ភារៈយោធាអីទេបាទហើយតាក់ទងទៅនឹងការពង្រឹងសមត្ថភាពអាវុធហ្នឹងគឺនឹងឥទ្ធិពលកងកម្លាំងប្រដាប់អាវុធថៃឲ្យខ្លាំងក្លាតាមព្រំដែនតែម្ដងដោយបាទអនុទានហ្នឹងគឺបានអនុម័តគោលការណ៍នេះរួចទៅហើយបងប្អូនអញ្ចឹងបន្ទាប់ពីជាប់ឆ្នោតភ្លាមការងារទី1របស់នាយករដ្ឋមន្ត្រីអនុទាននេះបាទគឺមានតែធ្វើសង្គ្រាមទេបងប្អូនបាទដោយសារតែបាទស្ដេចរាមាទី10ហ្នឹងគឺចាប់អនុទានឡើងជានាយករដ្ឋមន្ត្រីហ្នឹងបាទគ្មានអ្វីក្រៅពីឲ្យធ្វើសង្គ្រាមទេបងប្អូនបាទធ្វើសង្គ្រាមបាទដោយសារប៉ុន្តែឥឡូវនេះបាទទោះបីជាថៃចង់ធ្វើសង្គ្រាមក៏ពិតមែនយើងមានបាទសមាជិកភាពរបស់ក្រុមប្រឹក្សា Board of Peace ហើយបាទយើងទៅតែទទួលស្គាល់ថ្មីនេះហើយអនុទានក៏បានប្រកាសផងដែរសម្រាប់ការរំលាយកិច្ចព្រមព្រៀង MOU 44ជាមួយនឹងប្រទេសកម្ពុជារបស់យើងក៏បានឲ្យគណៈរដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធនឹងសិក្សាដំណើរការក្នុងពេលឆាប់នេះបាទនេះបញ្ជាក់ឲ្យឃើញថាអនុទានកំពុងតែភ័យខ្លាចហើយបងប្អូនភ័យខ្លាច MOU 44នេះខ្លាំងណាស់បាទពាក់ព័ន្ធទៅនឹងផលប្រយោជន៍នៅកាន់ដែនសមុទ្របាទអំពីតំបន់ត្រួតស៊ីគ្នាមួយចំនួននៅលើបាទផ្ទៃទឹកបងប្អូនហើយព័ត៌មានលេចធ្លាយមួយចំនួនក៏ថាអាចនឹងឲ្យអនុទាននឹងកាន់បាទធ្វើជាមេក្រសួងបាទការពារជាតិថៃមេក្រសួងមហាផ្ទៃថៃធ្វើជានាយករដ្ឋមន្ត្រីបាទសុទ្ធតែជាតំណែងកំពូលរបស់ជួររដ្ឋាភិបាលថៃអញ្ចឹងបញ្ជាក់ថាបាទស្ដេចថៃនេះគឺទុកចិត្តអនុទានពេញទីតែម្ដងបងប្អូនពេញទីតែម្ដងបាទហើយព័ត៌មានខ្លះថាកូនអនុទាននឹងទៅញ៉ាយកូនស្ដេចថៃអញ្ចឹងគឺត្រូវរើគ្នាណាបងប្អូនបាទត្រូវរើគ្នាណាដូចជាលលោកញីឈ្មោះតែម្ដងធ្វើការរវាងដន្លងនិងដន្លងដើម្បីធ្វើជាចោលទាំងពីរអ្នកតែម្ដងឈ្លានពានទឹកដីកម្ពុជាបងប្អូនហើយមួយថ្ងៃគឺគិតរកតែវិធីសាស្ត្រដើម្បីបង្ករឿងបង្កបញ្ហាជាមួយនឹងខ្មែរយើងទេបាទប៉ុន្តែទោះបីជាយ៉ាងណាបើសិនជាថៃហ៊ានប្រកាសវាយកម្ពុជាជាលើកទី3បងប្អូនបាទ
កម្ពុជាយើងគឺជាសមាជិករបស់ក្រុមប្រឹក្សា Board of Peace ហើយឥឡូវនេះបន្ទាប់ពីលោក Donald Trump ដែលជាប្រធានាធិបតីរបស់អាមេរិកបានប្រកាសបង្កើតបាទជាផ្លូវការនៅសមាជិកក្រុមប្រឹក្សាសន្តិភាពនេះបាទអញ្ចឹងយើងអាចវាយតបតវិញតែយើងគឺស្របទៅតាមច្បាប់បាទយើងស្របទៅតាមច្បាប់យើងអត់មានខុសច្បាប់អីសូម្បីតែបន្តិចទេបាទចំណែកឯប្រទេសថៃវិញប្រសិនបើហ៊ានប្រកាសវាយកម្ពុជាលើកទី3ហ៊ានបើកការឈ្លានពានជាលើកទី3បាទនោះប្រទេសថៃនឹងខុសច្បាប់បរទេសនឹង 100% តែម្ដងហើយបរទេសនឹងអាចចូលជួយកម្ពុជាបានដោយស្របច្បាប់ដោយបាទកម្ពុជាយើងគឺនៅជាសមាជិកក្រុមប្រឹក្សាបតអភីនេះមានប្រយោជន៍បងប្អូនកុំគិតថាអត់ប្រយោជន៍បងប្អូន$1000 លាននោះធ្វើត្បិតតែយើង3ឆ្នាំដំបូងអត់បានបងមែនប៉ុន្តែយើងមានឈ្មោះនៅក្នុងនោះហើយស្ដាប់តែឈ្មោះទៅបងប្អូនបាទក្រុមប្រឹក្សាសន្តិភាពអញ្ចឹងបាទបងប្អូនគិតថាតើត្រាំឬក៏តើបាទសមាជិកផ្សេងគេឈោអោបដៃឈោមើលដែរទេបាទគេអោបដៃឈោមើលដែរទេក្នុងនាមជាបាទអ្នកបង្កើតសមាជិកក្រុមប្រឹក្សាសន្តិភាព Board of Peace នេះបងប្អូនបាទអញ្ចឹងយើងគិតមើលទៅបើសិនជាថៃហ៊ានបើកការវិភាគកម្ពុជាឈ្លានពានជាលើកទី3បន្តទៀតថាមិនត្រូវនឹងយើងអាចយកបានទឹកដីយើងមកវិញដោយបាទវិធីនោះក៏ថាបានដែរបងប្អូនប៉ុន្តែនេះគ្រាន់តែជាអ្វីដែលយើងគិតឬក៏ស្មានបាទវាតម្លៃនោះទេប៉ុន្តែរឿងជាក់ស្ដែងយើងមិនអាចធ្វើទៅតាមអ្វីដែលយើងគិតទេបងប្អូនបាទយើងចាំមើលក៏ដូចជាគ្រប់ទៅតាមអ្វីដែលថ្នាក់ដឹកនាំរបស់កម្ពុជាយើងបាទដើរនៅជំហាននីមួយបាទលោកកំពុងតែប្រឹងប្រែងខ្លាំងណាស់បងប្អូនបាទប្រឹងប្រែងខ្លាំងណាស់អត់មានពេលសម្រាប់អត់មានពេលឈប់ទេដើម្បីដោះស្រាយបញ្ហាព្រំដែនដែលថៃកំពុងតែបង្កសកម្មភាពបាទស្ទើរតែជារៀងរាល់ថ្ងៃតែហ្មងមិនមែនស្ទើរទេគឺរាល់ថ្ងៃតែហ្មងបងប្អូនបង្កសកម្មភាពមិនមែនតែទឹកដីថៃទេបងប្អូនបាទគឺវាបង្កវាអូសទាញកម្ពុជាយើងទៅពាក់ព័ន្ធជាមួយអញ្ចឹងវាកាន់តែឈឺក្បាលណាស់អញ្ចឹងបងប្អូនគ្រាន់តែគិតប៉ុណ្ណេះឈឺក្បាលហើយចុះតម្រាំតែប្រមុខថ្នាក់ដឹកនាំបងប្អូនបាទគិតមើលទៅក្នុងការដោះស្រាយអញ្ចឹងយើងជាជនជាតិខ្មែរដូចគ្នាបងប្អូនបាទខ្ញុំជឿជាក់ថាគ្មានអ្នកណាចង់បាត់បង់ទឹកដីទេបាទគ្មានអ្នកណាចង់បាត់បង់ទឹកដីទេហើយការបារម្ភការឈឺឆ្អាលការឈឺចាប់របស់បងប្អូនបាទថ្នាក់ដឹកនាំក៏មើលដឹងដែរបាទខ្ញុំក៏មើលដឹងដែរបងប្អូនបាទអញ្ចឹងបាទអ្នកណាក៏ឈឺចាប់ដែរប៉ុន្តែការដោះស្រាយដោយសន្តិវិធីគឺមិនងាយស្រួលទេបងប្អូនបាទមិនមែនដូចសំបីតែប្តីប្រពន្ធហ្នឹងបងប្អូនប្តីប្រពន្ធឆ្លោះគ្នាបាទយើងមិនងាយនឹងត្រូវគ្នាផងបាទហើយការលេងលះតទៅនឹងប្តីប្រពន្ធបើចង់លេងលះក៏មិនមែនតែលេងលះភ្លាមដែរបងប្អូនបាទត្រូវរត់ឯកសារត្រូវបាទមានការសញ្ញាអីផ្សេងបាទពីភូមិឃុំចៅសង្កាត់ដឹងលឺអីចឹងទៅបងប្អូនបាទអញ្ចឹងទម្រាំតែបញ្ហាព្រំដែនរវាងប្រទេសនិងប្រទេសរដ្ឋនឹងរដ្ឋបាទបងប្អូនគិតមើលទៅថាតើបញ្ហានេះធំដល់កម្រិតណាបាទអញ្ចឹងបាទគួរតែទុកឱកាសទុកពេលបាទឲ្យថ្នាក់ដឹកនាំរបស់យើងធ្វើការដោយសន្តិវិធីបាទជឿជាក់លើប្រមុខថ្នាក់ដឹកនាំបាទពាក្យនេះបាទគឺនៅតែនិយាយដដែលអ្នកខ្លះក៏មានការកំណត់មានការគិតអគតិទៅលើថ្នាក់ដឹកនាំបាទថាអញ្ចេះថាអញ្ចោះបាទបងប្អូនចង់គិតយ៉ាងណាក៏ទៅប៉ុន្តែបាទសូមពិចារណាបានច្បាស់ក្នុងការដែលកលៈទេសៈនេះគេកំពុងតែបំបីបំបាក់យើងបងប្អូនបាទអញ្ចឹងគ្មានអ្វីក្រៅពីការរួបរวมសាមគ្គីគ្នាទេនៅពេលនេះបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នេះទេបើសិនជាមានរឿងរ៉ាវណាថ្មីទៀតនឹងជម្រាបជូនអស់លោកអ្នកជាបន្តទៅទៀតបាទសូមអរគុណនិងសូមជម្រាបលា